បាទម៉ៃគុណដំសាលរងថ្ងៃខ្ញុំទូនីតិនៅ Home Shop នេះគឺជាម្ចាស់កន្លែងផ្ទាល់នឹងការដឹកនាំក្រុមការងារជាងសម្រាប់ការទិញលក់ម៉ូតូបាទបើនិយាយពីប្រវត្តិ Home Shop យើងវាចាប់ដើមពីការលេងសប្បាយវ័យកុមារគេវ័យកុមារភាពរបស់យើងទេហើយដំបូងឡើយហ្នឹងខ្ញុំតែខ្លួនឯងម្នាក់ទេហើយជាមួយនឹងមិត្តភ័ក្តិរៀនថ្នាក់មួយគ្នាឬក៏នឹងមួយទៀតហៅថាអ្នកចិត្តផ្ទះអញ្ចឹងណាយើងក៏មានការស្រឡាញ់ហើយនឹងចង់ជិះចង់សម័យដូចគ្នាយើងស្វែងយល់ជាមួយគ្នាជំហានដំបូងតកតលនឹងការច្នៃវាមានចាប់ផ្ដើមបើយើងនិយាយពីអតិថិជនឲ្យគាត់កំងគឺយើងផ្ទៀងផ្ទាត់ជាមួយម៉ូដឲ្យគាត់ចង់បានតែបើសិនជាម៉ូដស្រាប់អាហ្នឹងយើងចាប់ផ្ដើមពីការកែច្នៃម៉ូដវគ្គដំបូងតបមកយើងចាប់ផ្ដើមគេហៅថាដោះបំបែកហើយបានយើងបាញ់ថ្នាំផ្គុំនិងរៀបចំវាឡើងវិញសាដើមឲ្យវាដូចអ្វីដែលថ្មីដែលយើងចង់បានអញ្ចឹងណានិយាយទៅកន្លែងខ្ញុំហ្នឹងគឺនិយមលក់ហើយភាគច្រើនហ្មងគឺបច្ចុប្បន្នហ្នឹងគឺខ្ញុំលក់ជាប្រភេទ Suzuki ST ឬក៏ Suzuki Big Boyពីហ្នឹងបើយើងនិយាយមកថាគ្រួសារវាតែមួយទេម៉ាស៊ីនតែមួយ spare part គ្រឿងបន្លាស់អីតែមួយគ្រាន់តែខុសរូបរាងតិចតួចហើយចំណុចពិសេសរបស់វាតកតទៅនឹងបូមមុខបូមក្រោយនិងជាប្រភេទសបកដែលយើងនិយាយថាសបោនៅក្នុងទីផ្សារយើងអាចរកបានប្រភេទស្រួលងាយហើយបើនិយាយពីម៉ាស៊ីនគឺធន់សិនវាគឺធន់ហ្នឹងបើយើងនិយាយថាម៉ូតូមកម៉ូតណាម៉ាស៊ីនណាក៏ធន់តែសំខាន់យើងសបោគ្រឿងបន្លាស់ហើយនឹងយើងពេលដែលយើងលក់ចេញយើងបញ្យល់នៅអតិថិជនរបស់យើងអញ្ចឹងណាប្រភេទពួកហ្នឹងបើយើងនិយាយថា tracker វាពាក់កណ្ដាលហើយ road ក៏វាពាក់កណ្ដាលអញ្ចឹងយើងនិយាយថា spec រត់យើងអាចចន្លោះពី80ទៅដល់100ទៅ110ប្រភេទពួកហ្នឹងយើងងាយស្រួលប្រើសម្រាប់ស្រុកខ្មែរយើងផ្លូវហ្នឹងតែម្ដងអញ្ចឹងបើយើងរត់ផ្លូវដីក៏បានផ្លូវកស៊ូក៏បានឆ្ងាយក៏បានជិតក៏បានប្រើប្រាស់ប្រចាំថ្ងៃទៅធ្វើការឬក៏យើងទៅរៀនទៅសូត្រអីបានទាំងអស់សម្រាប់ការស៊ីសាំងក៏តិចដែរ3លីត្រសម្រាប់អ្នកដែលជិះសាមញ្ញ3លីត្រកន្លះសម្រាប់អ្នកដែលរៀនដៃធ្ងន់បន្តិចយើងនិយាយថាវ័យពេញសបាយហើយប្រភេទនេះគ្រឿងបន្លាស់បូមគ្រឿងក្រៅទាំងអស់គឺសាវ៉ូហើយបូកផ្សំមួយទៀតវាអត់សូវមានជំងឺច្រើនទាក់ទងនឹងការឈឺអីទេឬក៏យើងនិយាយថាខូចហ្នឹងចោះប្រភេទម៉ូតូបើសិនជាគាត់ស្រឡាញ់គាត់មានពេលវេលាឆ្លៀតដើម្បីមក check ទៅសម្រាប់ជាង check តតែខូចមកគាត់គិតលុយអត់ខូចគាត់គិតលុយដែរអញ្ចឹងมันវាប្រភេទហ្នឹងធន់តែបើអ្នកខ្លះគាត់ជិះគាត់ដឹងតែចាក់សាំងជិះដឹងតែចាក់សាំងដេឆេះជិះគាត់ដឹងតែជិះទោះម៉ូតូមកពីប្រទេសណាក៏នៅតែខូចដែរអាជីពនេះបើយើងនិយាយថាអាជីពវាស្ថិរភាពអីអញ្ចឹងបើយើងនិយាយថាបោះបង់ក៏មិនកើតតទៅមុខវាត្រូវតែតទៅមុខដោយសារតែរងថ្ងៃបើយើងនិយាយថាខ្ញុំជាមួយនឹងជាងហ្នឹងក៏យើងគេហៅថារួមគ្នារួមសុខរួមទុក្ខសាមគ្គីគ្នាអាជីពហ្នឹងក៏វារងថ្ងៃក៏វាធ្វើឲ្យយើងល្អដែរអត់មានបង្កផលពិបាកអីទេហើយទៅមុខវាមានតែធំជាងហ្នឹងឬក៏រីកដុះដាលអីចឹងបើថាឲ្យថយក្រោយអត់ទេបើយើងនិយាយថាខ្ញុំអត់ដែរទៅគូផ្គងទៀងទាត់ជាមួយនឹងហាងនៅក្នុងភ្នំពេញយើងនិយាយថាស្រុកខ្មែរទេគ្រាន់តែថាអ្វីដែលខ្ញុំធ្វើខ្ញុំផ្ដល់ឲ្យតទៅនឹងភាពល្អិតពាក្យថាធ្វើគឺធ្វើស្អាតគឺស្អាតហ៊ានធ្វើហ៊ានទទួលលុយគឺខ្ញុំហ៊ានសម្រាប់ធានាឲ្យទៅអតិថិជនភាពល្អិតរបស់ខ្ញុំតទៅនឹងគ្រឿងល្អិតទូចប៉ុណ្ណាខ្សែខ្យងទឹកថ្នាំឬក៏ប្រព័ន្ធភ្លើងគឺខ្ញុំត្រូវតែដោះឆែកទាំងអស់ខ្ញុំអត់មែនយើងនិយាយហើយយើងធ្វើអត់បានទេអញ្ចឹងហាងយើងបើសិនជាមានបញ្ហាគឺយើងធានាជូនគាត់ទាំងអស់តទៅនឹង Home Shop យើងនិយាយថាមហិច្ឆតាមិនហ៊ានធំពេកទេគ្រាន់តែថាឲ្យរស់ស្រួលតិចទៅហើយបូកផ្សំយើងនិយាយថាមានហាងប៉ុណ្ណធំហ្នឹង2ទៅ3ទៀតតាមបណ្ដាខេត្តទេសចរអញ្ចឹងទៅប៉ុណ្ណឹងទៅបានហើយព្រោះម៉ូតូនេះបើយើងនិយាយថាអ្នកដែលគេនិយមហ្មងវាភាគរយតិចមែនតើស្រុកខ្មែរយើងគឺភាគរយតិចទៅតែស្វែងយល់ទេអញ្ចឹងទៅតទៅមុខទៀត
dương sẵn thơm tha còn năng xoay vô trán còn năng vô nghiệm mà pra pra rồi rồi dương vậy mà thì style 100 khuôn mà quạt như mùi mùi trong tay